ចង្វាក់ផលិតកម្មត្រូវការ QA និង QC ជំរាបសួរបងប្អូនជាចង្វាក់ជាម្ចាស់ជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាហេតុអីបានជារាល់ចង្វាក់ផលិតកម្មទាំងអស់ត្រូវការមាន QA និង QC បាទផលិតកម្មណាដែលមាន QA និង QC បានល្អមានន័យថាផលិតផលគាត់វាមាន product របស់គាត់គេហៅ unique quality product មានន័យថាចេញមកទឹកដៃតែមួយហើយស្អីគេ QA គឺជានីតិវិធីធ្វើទឹកសដែកបានល្អធ្វើម៉ាស៊ីនត្រជាក់បានល្អធ្វើកាទៀវឆ្ងាញ់អាមួយគេហៅនីតិវិធីឬក៏ SOP ជាទូទៅគេប្រើ SOP តែនៅក្នុង production គេហៅ QA QA នឹងគឺនីតិវិធីធ្វើផលិតផលមួយឲ្យបានល្អឬសេវាកម្មមួយបានល្អបាទអានឹង QA បន្ទាប់មកយើងត្រូវតែមាន QC check តាមដំណាក់កាលនីមួយៗ QC នឹងគឺនីតិវិធីដែល check ថាតើអ្វីគាត់ធ្វើនឹងត្រូវស្តង់ដារជាយើងចង់បាននៅដំណាក់កាលទី1ទី2ទី3ទី4រហូតដល់បញ្ចប់ចុងក្រោយតាំងពី raw material រហូតដល់បញ្ចប់ចុងក្រោយប្រមូលទៅឲ្យ stock បានអានឹងហៅ QC ត្រួតពិនិត្យលទ្ធផលអញ្ចឹងចង្វាក់ផលិតកម្មទាំងឡាយណាដែលមាន QA ល្អ QC ល្អមានន័យថាផលិតផលនឹងវា unique តែមួយហើយរាល់ថ្ងៃហ្នឹងយើងមាននីតិវិធីធ្វើហើយជួនកាលនីតិវិធីធ្វើហ្នឹងបានមិនទៅសេរូបមន្តឲ្យច្បាស់លាស់ទៀតអញ្ចឹងអានីតិវិធីធ្វើក៏ខ្វះខ្លះទៅហើយដល់អត់មាន QC ទៀតធ្វើឲ្យទឹកសដែកយើងកាទៀវយើងម្ដងឆ្ងាញ់ម្ដងអត់ការជួសជុលឡានយើងម្ដងទៅឡានល្អម្ដងទៅឡានមិនល្អដោយសារអីយើងអត់មាននីតិវិធី QA និង QC ឲ្យបានល្អអានីតិវិធីបង្រៀនឲ្យបង្វឹកក្រុមការងារនឹងឲ្យគាត់យល់អនុវត្តបានហើយបន្ទាប់មកទៀតអ្នកបច្ចេកទេសត្រូវមាន QC ត្រួតពិនិត្យដំណាក់កាលនីមួយៗបានល្អទៀតឡានយើងថ្ងៃហ្នឹងជួសជុល100ចេញមកទឹកដៃតែមួយហើយទឹកសដែកយើងចេញមក10000ដបគឺទឹកដៃតែមួយទាំងអស់បាទស្ដបណាដូចដបណាចេញមកដូចគ្នាទាំងអស់កាទៀវយើងចេញ100ចាន1000ចានថ្ងៃហ្នឹងគឺទឹកដៃតែមួយទោះជាចុងភៅផ្សេងគ្នាក៏ដោយសារយើងអនុវត្ត QA និង QC បានល្អធ្វើឲ្យផលិតផលនិងសេវាកម្មយើងមានគុណភាពខ្ពស់បាទមានគុណភាពខ្ពស់ហើយចេញមក unique តែមួយគឺគុណភាពប្រហែលគ្នាទាំងអស់បាទអានឹងហើយដែលយើងធ្វើ marketing ត្រូវនោះ marketing យើងអួតផលិតផលយើងសេវាកម្មល្អតើតែសេវាកម្មនឹងមាន QA QC ទើបបានល្អបាទអានឹងទើបយើងចំណូលច្រើនយើងខំធ្វើ QA QC ដើម្បីអីផលិតផលល្អដើម្បីចំណូលល្អនិងប្រាក់ចំណេញល្អនៅពេលយើងផ្សព្វផ្សាយទៅឲ្យត្រូវនឹងគ្នាណា marketing អួតទៅលើ operation តើប្រកាសតែ operation ហ្នឹងវាល្អជាងដៃគូប្រកួតជែងត្រូវនឹងតម្រូវការអតិថិជនមែនអានឹងត្រូវហើយតោះឥឡូវយើងគិតថាហេតុអីបានយើងធ្វើ QA និង QC បាទដើម្បីឲ្យផលិតផលយើងល្អយើងត្រូវតែល្អគុណភាពតែមួយក្រុមហ៊ុនយើងឬអាជីវកម្មយើងត្រូវតែមាន QA និង QC បើអត់មាន QA និង QC ទេចង្វាក់ផលិតកម្មយើងមានបញ្ហាម្ដងល្អម្ដងអត់ល្អហើយបាទស្អីទៅ QA គឺជានីតិវិធីដែលធ្វើឲ្យផលិតផលយើងឬសេវាកម្មយើងល្អជាងដៃគូប្រកួតជែងហើយត្រូវនឹងតម្រូវការអតិថិជនទៀតអាហ្នឹងគេទៅធ្វើតេស្តចុះឡើងរហូតដល់សម្រាប់គេធ្វើ R&D ឡើង QA ហ្នឹងគេធ្វើ R&D បាទឯ QC គឺជានីតិវិធីត្រួតពិនិត្យលទ្ធផលការងារតាមដំណាក់កាលនីមួយតាំងពីចាប់ផ្ដើមរហូតដល់បញ្ចប់មានដល់បញ្ចប់អញ្ចឹងបើយើងមាន QA ល្អមាន QC ល្អទៀតធ្វើឲ្យផលិតផលនិងសេវាកម្មយើងល្អជាងដៃគូប្រកួតជែងហើយបាទអញ្ចឹងប្រធានផលិតកម្មត្រូវតែពង្រឹង QA និង QC ឲ្យបានល្អធ្វើឲ្យគឺជាការពង្រឹងដើម្បីពង្រឹងផលិតចង្វាក់ផលិតកម្មយើងឲ្យមានគុណភាពតែមួយនៅពេលដែលមានគុណភាពតែមួយផលិតផលយើងល្អ marketing ផ្សាយត្រូវទៀតចំណូលល្អនិងមានប្រាក់ចំណេញល្អហើយបាទអរគុណច្រើនបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្នាដែលបានចូលរួមទស្សនាបងប្អូនចង់បានវីដេអូថ្មីៗមាន page មាន TikTok មាន YouTube ឈ្មោះថាអំណោយទានជួយ like ជួយ subscribe បានជាប្រយោជន៍ទាំងអស់គ្នាបាទអរគុណច្រើនបាទ